បាទសួស្តីជំរាបសួរបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះadmin ចង់ណែនាំពាក់ព័ន្ធមួយ ChatGPT ស៊េរីថ្មីណាបាទគឺប្រភេទ Education K12 ដែលយើងហៅថា ChatGPT for Teacher ណាបងប្អូនហើយការ proof ចេញពីក្រុមហ៊ុន OpenAI បាទក្រុមហ៊ុន ChatGPT ហ្នឹងអញ្ចឹងណាអូខេបាទវា proof ឲ្យយើងប្រើហើយខ្ញុំបានតេស្តសាកល្បងហើយគឺវាអត់បញ្ហាទេអញ្ចឹងណាហើយប្រើខ្ញុំ check មើលបាទយើងអត់បាក់យើងចង់ដឹងថាវាខុសគ្នាមិនអីមិនរវាង ChatGPT Plus ហើយនឹង Education K12 ឬក៏យើងហៅថា ChatGPT សម្រាប់ teacher ហ្នឹងណាបងប្អូនចង់ដឹងឆាកសួរវាទៅសួរ AI ទៅបាទថាវាខុសគ្នាមិនអញ្ចឹងណាបាទខ្ញុំសួរទៅវាអត់ជាខុសគ្នាទេបាទប្រើប្រាស់ដូចគ្នាបាទហើយជាប្រចាំថ្ងៃមិនដូចគ្នាអញ្ចឹងវាអត់ limit អីផ្សេងៗអញ្ចឹងណាបាទហើយយើងមើលកន្លែង option វាទាំងអស់នេះបាទបងប្អូនមើលបាទគឺដូច Chat GPT Plus ទាំងអស់អញ្ចឹងណាបាទមានបង្កើតរូបមានអី app agent របស់វា deep search មាន code deck មានអីអញ្ចឹងណាបងប្អូនបាទមើលតាមហ្នឹងទៅអញ្ចឹងគិតថាទី1វាល្អដែរទី2វាតម្លៃធូរជូនទី3វា approve ចេញពីក្រុមហ៊ុន OpenAI អញ្ចឹងណាបាទហើយណែនាំឲ្យប្រើពីម៉ាស៊ីនដើម្បីសុវត្ថិភាពបាទព្រោះកាលណាប្រើច្រើនម៉ាស៊ីនវាថាយើងចែកគ្នាប្រើអញ្ចឹងណាចឹងវាអាចថាគោលការណ៍វាអាចថាតឹងតែងខ្លះដែរអញ្ចឹងណាតែបងប្អូនប្រើពីម៉ាស៊ីនគឺជាមិនអីទេបាទអូខេអញ្ចឹងបងប្អូនមានតម្រូវការអាចឆាតមកតាក់ទងមកនឹងអរគុណ